ជំរាបសួរបងបងចាដល់ខែភ្ជុំហើយបិណ្ឌ12ហើយបងបងណាបងបងដែលធុញអត់ដឹងថាធ្វើម្ហូបអីទៅវត្តចាអាចមើលវីដេអូនេះបានមុនដំបូងដាក់ឆ្នាំងឲ្យក្តៅដាក់ប្រេងឆាចូលដាក់ម្ទេសឆ្អើរចាអត់ទាន់ប្រាប់ថាធ្វើម្ហូបអីទេបងបងមើលសិនណាតបមកខ្ញុំដាក់ខ្ទឹមក្រហមចូលបងបងខ្ទឹមក្រហមនេះយើងដាក់ចូលកូរវិតបន្តិចមកបន្ទាប់មកទៀតចាគឺថែមគល់ស្លឹកគ្រៃមួយស្លឹកក្រូចសើចដឹងស្លអីទេចាកូរវិតសិនហើយដាក់ម្នាស់ចូលចាគ្រាន់ឃើញម្នាស់ហ្នឹងបងដឹងបាត់ហើយនេះថាស្លអីណាចាកូរម្នាស់នឹងមួយស្លឹកក្រូចគល់ស្លឹកគ្រៃឲ្យចូលគ្នាឲ្យវាចាស់ក្លិនឈ្ងុយប៉ំបន្តិចមកបងណាកូរឲ្យបងចាក់ទឹកមកចាក់ទឹកដូចខ្ញុំអញ្ចឹងណាបងគ្រាន់ឃើញប៉ុណ្នេះដឹងបាត់ហើយថាស្លអីចាមានស្លអីទេក្រៅពីស្លតុងយ៉ាំប៉ុន្តែខ្ញុំអត់ប្រើដុំតុងយ៉ាំមកផ្ទៃលេខ2ឯងគឺខ្ញុំកូរគ្រឿងខ្លួនឯងណាបងប៉ុន្តែរសជាតិគឺខ្ញុំឲ្យ10 លើ 10ហ្មងព្រោះខ្ញុំស្លខ្លួនឯងខ្ញុំញ៉ាំខ្លួនឯងហើយខ្ញុំទៅសើខ្លួនឯងអញ្ចឹងទៅចាបន្ទាប់ពីយើងចាក់ទឹកហើយពេលដែលទឹកពុះចាយើងថែមគ្រឿងទៀតណាបងឲ្យទឹកពុះអញ្ចឹងមកបងនេះខ្ញុំដាក់ពេញប៉ោះចូលខ្ញុំយកជាតិជូរចាញ់ពីម្នាស់ហើយនឹងពេញប៉ោះហើយខ្ញុំថែមទឹកក្រូចឆ្មាទៀតណាបងអាចមើលបានដល់ចប់ណាមិនដឹងថាមានគ្រឿងអីខ្លះចាហើយខ្ញុំដាក់ទឹកក្រូចឆ្មាចូលបងគិតថាចង់ប្រើម្ជូរអំបិលក៏ប្រើទៅបងបន្ទាប់មកខ្ញុំដាក់ទឹកដោះគោស្រស់មួយកូនចានចង្កឹវបងទឹកដោះគោស្រស់ខ្ញុំប្រើណាហើយបន្ទាប់មកទៀតគឺខ្ញុំប្រើទឹកដោះគោខាប់ចាទឹកដោះគោខាប់នេះគឺខ្ញុំប្រើ base cow បងចាខ្ញុំប្រើទឹកដោះគោខាប់ហើយគឺសាឡននេះមានប្រើស្ករណាបងខ្ញុំដាក់តែទឹកដោះគោខាប់ទេព្រោះវាចេញជាតិផ្អែមចេញពីទឹកដោះគោចេញពីខ្ទឹមចេញពីម្នាស់ចេញពីអីមកហើយអញ្ចឹងខ្ញុំអត់មានប្រើស្ករអីទៀតទេបងណាហើយទឹកត្រីកន្លះវែកចាវែកសឡតែខ្ញុំទូចណាមើលក្នុងវីដេអូរៀងធំទេបងដាក់វែកសឡធំមកដាក់កន្លះវែកអីដែរប្រៃពេញនឹងលើហើយចាហើយខ្ញុំដាក់ផ្សិតបន្ទាប់មកខ្ញុំដាក់ផ្សិតណាបងយើងកូរឲ្យផ្សិតនឹងវាចូលជាតិគ្នាមកចាពេលដែលវាចាប់ផ្ដើមពុះហើយបានខ្ញុំដាក់បង្កងតាមក្រោយបងបង្កងយើងដាក់ក្រោយមិនបាច់ដាក់មុនទេណាបងវាអត់អាលួយបន្លែទៅណាបងបាច់ភ័យយើងដាក់បង្កងតែបន្តិចមកវាឆ្អិនហើយព្រោះបង្កងវាឆាប់ឆ្អិនដែរបងគ្រឿងផ្សំយើងតែប៉ុណ្ណឹងបងចាមិនបាច់ទៅប្រើដុំស្អីណាបោះតែលេខ2អីទេបងអើយស្លតែប៉ុណ្ណឹងរសជាតិឆ្ងាញ់យកទៅណាមិនអស់ធ្វើទៅតាមហ្នឹងមកបងចាហើយបន្ទាប់មកពេលដែលយើងក្របឲ្យទឹកស្លវាពុះមកយើងដាក់ជីអាណាចូលបងដាក់ជីអីជីទៅជីម្វងលឹកខ្ទឹមអីបានទាំងអស់ណាឆ្ងាញ់ដូចគ្នាយើងកូរវាឲ្យចូលជាតិមកបងភ្លក់សាបប្រៃផ្អែមល្មមតាមចំណង់ចំណូលចិត្តតាមគ្រួសាររបស់បងទៅហើយស្លរបស់ខ្ញុំគឺរួចរាល់ហើយបងនេះឃើញទេសម្រស់វិញនិយាយពីអែមបងចាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា